เพลกคลุนชนามปีปอมอภัยประมวยบานอย่าไปบุญขายนะต่อเนี้ยคว้าแต่หมักคายเชียงติดตุยเต้คือดอชคายตีปรามวยในเชียเปียกระดาษเพลในชนามปีปอมอภัยประมวยยังไงให้ชมจะแทนไปได้จับประดามชนามปีปอมอภัยประมวยตะบงหลายนั้นคือในต่อเนี้ยประกอบจีบบ้านทัวร์การเพลย์nàyถ้าแต่ในครองชนามปีปอมอภัยประมวยเนี่ยต่อเนี้ยเถิดทัวร์ไปคลาเธอเรียนเอาไว้ทำไมคลาเราจะเติร์มาสำหรับจมูกนั่งบ่มน้องเอาไปคลาในครองชนามปีปอมอภัยประมวยนั่งโอเคหายอะไรนี่คือจะเปียกระดาษเพลย์แต่ในต่อเนี้ยบ้านทัวร์วิหารเนื้อเจนเพลย์แกติดหายเนื้อโอเคหายจะโพสวิดีโอไงนี้ไว้คือยอมทัวร์การแชร์ในต่อเนี้ยแต่ตอนจมูกนั่งแบบ business model จำนวนแปรมในต่อเนี้ยทัวร์ตามอย่างออนไลน์บ้านในครองชนามปีปอมอภัยประมวยนั่งจังในตอนนี้ได้จับประดามแต่ตอนจมูกออนไลน์ businesses มาในครองวิดีโอไงนั้นคือยอมทัวร์การบอกพอกไปในตอนเนี้ยจมูกนั่ง business model จำนวนแปรมหายคือในตอนนี้ไอทัวร์การ start บ้านในครองชนามปีปอมอภัยประมวยโอเคจังมาสัญญาตอนนี้จะนำมาทำไมต่อมาช่วย subscribe จมูกช่วยยอมเต้กับช่วย subscribe เราจะทัวร์การดักสัญญาณกระดังในไว้พอไม่ได้ตัวบ้านจมูกวิดีโอทำไมแต่ซาในเพื่อฉะนั้นคือยอมทัวร์การ share แต่ตอนจมูกใน high value content แต่เพื่อฉะนั้นคือเนี่ยแต่ตอนจมูกใน online businesses จังกับช่วย subscribe ให้ดักสัญญาณกระดังในไว้พอโอเคจังหลังนี้ยังเจ้าการ business model ที่มวยเยอะต่อគ្នាโอเคต่อគ្នាจังจะพบ business model ที่มวยរបស់យើងគឺយើងនិយាយតាក់ទងជាមួយនឹងការធ្វើ AI agency ចឹងបើសិនជារាល់ថ្ងៃនេះអ្នកទាំងគ្នាចេះប្រើប្រាស់ AI បានស្ទាត់ជំនាញហើយអ្នកទាំងគ្នាមាន skill ក្នុងការប្រើប្រាស់ជាមួយ AI ហើយអ្នកទាំងគ្នាអាចធ្វើការយក skill ដែលអ្នកទាំងគ្នាចេះធ្វើជាមួយ AI ហ្នឹងមកយកទៅបើកជាលក្ខណៈ agency មួយផ្ដល់ជាមួយ service អីមួយដើម្បីឲ្យនរណាគេម្នាក់ប្រើប្រាស់ជាមួយនឹង service របស់យើងចឹងទៅអូខេអញ្ចឹងឧទាហរណ៍ជាក់ស្ដែងមកខ្ញុំឃើញរាល់ថ្ងៃនេះគឺគ្នាយើងច្រើនខ្លាំងមែនតើគាត់ចេះធ្វើការ generate ជាមួយនឹងរូបភាពបាទ generate ជាមួយនឹង video ជាមួយនឹង AI នេះគឺបានយ៉ាងល្អបានយ៉ាងស្ទាត់ជំនាញប៉ុន្តែអ្វីដែលខ្ញុំមើលឃើញមកចំណុចខ្វះខាតចន្លោះរបស់ពួកគាត់ហ្នឹងគឺភាគច្រើនតែម្ដងបាទភាគច្រើនតែម្ដងគឺគាត់ធ្វើការ generate លេខសើចតែប៉ុណ្ណោះបាទ generate បាទយក like យក share ធម្មតាបាទល្អមើលប៉ុន្តែអត់ល្អស៊ីទេបាទអ្នកខ្លះបាទគាត់និយាយថាខ្ញុំ generate ចេះមិនអត់ប្រយោជន៍ទេខ្ញុំធ្វើការធ្វើ content AI ហើយខ្ញុំផុសរលួយតាមរយៈ social media ប៉ុន្តែបើសិនជាអ្នកទាំងគ្នាយក skill ទាំងអស់ហ្នឹងធ្វើទៅលើ social media បាទរលួយអត់ទាន់គេទេទៅរំពឹងទៅលើ Facebook ទៅរំពឹងទៅរលួយតាម YouTube ហ្នឹងគឺអត់ទាន់គេទេអញ្ចឹងយើងអាចធ្វើការយក skill ដែលយើងចេះនេះបាទធ្វើអ្វីមួយដែលវាធំជាងហ្នឹងអញ្ចឹងយើងអាចធ្វើការ form ជាលក្ខណៈ agency មួយទៅផ្ដល់សេវាកម្មដែលយើងចេះហ្នឹងទៅបាទអញ្ចឹងយើងធ្វើការកែពីអីដែលយើងធ្វើរាល់ថ្ងៃហ្នឹងបាទពីលក្ខណៈអីដែលយើងធ្វើដើម្បីកំសាន្តបាទដើម្បី like ដើម្បី share ហ្នឹងបាទដូរទៅជាធ្វើអីមួយដើម្បីផ្ដល់ជាលក្ខណៈ service ដល់សេវាកម្មរបស់គេអញ្ចឹងថារាល់ថ្ងៃគឺយើងចេះធ្វើការ generate ជាលក្ខណៈ video លេខសើចអញ្ចឹងទៅអញ្ចឹងយើងធ្វើការដូរពី video លេខសើចទៅហ្នឹងទៅជាលក្ខណៈរៀនធ្វើជាលក្ខណៈ video ad បាទផ្សព្វផ្សាយជាមួយនឹងផលិតផលអីមួយតាមរយៈ AI បាទឬក៏ធ្វើជាលក្ខណៈ UGC content បាទដែលប្រើប្រាស់ជាមួយ AI អញ្ចឹងទៅបាទអញ្ចឹងវាសិតតែជារបស់ដែលម្ចាស់អាជីវកម្មផ្សេងៗទៀតត្រូវការអូខេអញ្ចឹងអ្នកទាំងនេះអាចធ្វើការ offer ជាមួយ service ទាំងអស់ហ្នឹងឲ្យទៅម្ចាស់អាជីវកម្មទៅគេអាចធ្វើការជាវជាមួយនឹងកញ្ចប់របស់អ្នកទាំងគ្នាហើយជាវជាមួយនឹងសេវាកម្មរបស់អ្នកទាំងគ្នាមានហ្នឹងហើយអូខេដូចគ្នាអញ្ចឹងដែរចំពោះអ្នកដែលគាត់ចេះធ្វើការ generate ជាមួយរូបភាពបាទអញ្ចឹងគាត់អាចធ្វើការរៀន generate ពីរូបភាពដែលគាត់ generate លេងធម្មតាហ្នឹងទៅជារូបភាពដែលជួយបាទក្នុងការធ្វើអាជីវកម្មផ្សេងៗទៅដូចជា poster ដូចជា banner បាទឬក៏គាត់ជាលក្ខណៈរាល់ថ្ងៃគាត់ជា freelance អញ្ចឹងណាបាទគាត់ខាង coding អញ្ចឹងទៅអញ្ចឹងគាត់អាចធ្វើការយក AI ហ្នឹងបាទជួយក្នុងការសរសេរ code របស់គាត់ឬក៏គាត់ជា designer គាត់យក AI ហ្នឹងក្នុងការជួយធ្វើ design អីគាត់អញ្ចឹងទៅបាទធ្វើជា element ផ្សេងៗអញ្ចឹងទៅបាទអញ្ចឹងសិតតែជារបស់ដែលគាត់អាចធ្វើការ offer ជាលក្ខណៈ service ហើយបង្កើតជា agency មួយក្នុងការជួយទៅដល់ម្ចាស់អាជីវកម្មផ្សេងៗអញ្ចឹងបើសិនជាអ្នកទាំងគ្នាចង់ start ជាមួយនឹង AI agency របស់អ្នកទាំងគ្នា make sure ថាអ្នកទាំងគ្នាចេះប្រើប្រាស់ជាមួយនឹង AI បានស្ទាត់ជំនាញបាទចេះសរសេរ prompt ឲ្យបានត្រឹមត្រូវដឹងពីរបៀបរបបនៃការសរសេរ prompt ដែលគេហៅថា prompt engineering បាទតាក់ទងជាមួយនឹង AI agentic ក៏ដូចជាចេះធ្វើការ integrate ជាមួយនឹង AI model ផ្សេងៗប្រើប្រាស់ជាមួយនឹង Zapier បាទឬក៏យើងធ្វើការ integrate ផ្ទាល់ជាមួយនឹង business CRM ផ្សេងៗចឹងទៅបាទអញ្ចឹងក្នុងវីដេអូថ្ងៃហ្នឹងគឺខ្ញុំគ្រាន់តែធ្វើការប្រាប់អ្នកទាំងគ្នាគោលទេគ្រាន់តែជាវីដេអូត្រួសត្រាយផ្លូវជូនគ្នាយើងហើយយើងឲ្យធ្វើការយកអីដែលខ្ញុំនិយាយហ្នឹងយកទៅ research បន្ថែមទៅបើសិនជាអ្នកទាំងគ្នាចង់ start ជាមួយ business model ដែលខ្ញុំនិយាយក្នុងវីដេអូថ្ងៃហ្នឹងអូខេអញ្ចឹងឥឡូវនេះយើង move ទៅកាន់ business model ទី2របស់យើងទាំងអស់គ្នាអរ៉ាអ្នកទាំងគ្នាអញ្ចឹងចំពោះ business model ទី2របស់យើងគឺយើងនិយាយតាក់ទងជាមួយនឹងការធ្វើ digital marketing អញ្ចឹងចំពោះ digital marketing ខ្ញុំជឿជាក់ថាគ្នាយើងគឺគាត់ស្គាល់ច្រើនខ្លាំងមែនទែនតែម្ដងដោយសារតែវាជា field មួយដែលពេញនិយមខ្លាំងមែនទែនអញ្ចឹងខ្ញុំក៏លើកទឹកចិត្តគ្នាយើងផងដែរឲ្យរៀនជាមួយនឹងskill ហ្នឹងឲ្យចេះច្បាស់បាទអញ្ចឹងមកថាគ្នាយើងគាត់រៀននៅសាកលបាទរៀនផ្នែកទីផ្សារធម្មតាបាទ marketing ធម្មតាឬក៏គាត់ take ជាមួយនឹង short course ផ្សេងៗតាមសាលាតាមអីបាទតែតោះមក digital marketing ហ្នឹងបាទគឺគាត់រៀនឲ្យឆ្អិនទៅបាទគឺល្អខ្លាំងមែនទែនដោយសារតែ digital marketing ហ្នឹងគឺ
ការងារច្រើនមែនតើគឺសម្បូរការងារខ្លាំងមែនតើហើយបើសិនជាអ្នកទាំងអស់គ្នាឆ្អិនណាបែរហើយសាលាលើអត់ខ្វះអ្នកគ្នាសាលាបរិញ្ញា short course តទៅមក digital marketing ហ្នឹងបាទរៀនផ្ទាល់មានមកកណោះបាទចឹងអាចធ្វើការ take course ទាំងអស់ហ្នឹងបានដើម្បីយើងរៀនជាមូលដ្ឋានគ្រឹះហើយយើងរៀនភាសាជាបន្ថែមទៀតចឹងបាទអញ្ចឹងបើសិនតែយើងចេះច្បាស់ហើយគឺអ្នកទាំងអស់គ្នាគឺខ្ញុំ recommend មួយបាទគឺអ្នកទាំងអស់គ្នាអាចធ្វើការបើកជាលក្ខណៈ consultant បាទ consultant នៅស្រុកខ្មែរយើងអត់សូវដឹងថាវាសម្បូរតទៅជាមួយ consultant លើ digital marketing នឹងអត់ទេប៉ុន្តែចំពោះការងារទីផ្សារនៅខាងស្រុកក្រៅគឺសម្បូរខ្លាំងមែនទែនហើយចំពោះការងារទាំងហ្នឹងគឺអ្នកទាំងគ្នានៅស្រុកខ្មែរក៏អាចធ្វើការ apply បានដែរយើងធ្វើជាលក្ខណៈ remote ទេ consultant យើងនិយាយថាបកប្រែជាភាសាខ្មែរទេថាប្រឹក្សាយោបល់អញ្ចឹង digital marketing consultant ហ្នឹងគឺថាយើងប្រឹក្សាយោបល់តទៅជាមួយនឹងការធ្វើទីផ្សារតាមបែប digital បាទអញ្ចឹងចំពោះក្រុមហ៊ុនផ្សេងៗគឺគេត្រូវការខ្លាំងមែនទែនតែម្ដងពីច្រើនក្រុមហ៊ុននៅខាងបរទេសបាទអញ្ចឹងអ្នកទាំងគ្នាអាចធ្វើការហៅមក search មកបន្ថែមទៅបាទហើយយើងធ្វើជាលក្ខណៈ consultant អញ្ចឹងហើយអាចធ្វើការ charge ជាលក្ខណៈម៉ោង charge ជាលក្ខណៈ session អីក៏បានដូចគ្នាផងដែរហើយក៏បានកម្រៃរៀងថ្លៃគួរសមដែរអូខេអញ្ចឹងតោះតែយើង master ដែលទៅមួយនឹងការធ្វើ digital marketing ហ្នឹងចាំយើងបើក consult របស់យើងចេះមុំទៅ consult ហ្នឹងអាហ្នឹងវាគេថាឲ្យអូខេយើងអត់ដឹងទេអូខេអញ្ចឹងអ្នកហើយ make sure ថាយើងចេះច្បាស់ឲ្យឆ្អិនចាំយើងធ្វើជាលក្ខណៈ consultant អូខេហើយមួយទៀតតទៅជាមួយនឹងការboost កែហ្នឹងជួយ boost ជួយហ្នឹងចឹងអ្នកទាំងគ្នារៀនចេះច្បាស់ក្នុងការ boost យល់ដឹងអំពី platform របស់មិនថា Facebook មិនថា IG មិនថា TikTok ឬក៏ boost តាមរយៈmedia ផ្សេងៗទេយើងរៀនទាំងអស់ទៅហើយយើងចេះច្បាស់យើងអាចធ្វើការ provide ជាលក្ខណៈ service ជួយ boost ហ្នឹងបានអូខេហើយមួយទៀតហ្នឹងដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលងហ្នឹងគឺតទៅជាមួយនឹងការធ្វើជាមួយនឹង affiliate marketing អញ្ចឹងវាក៏ under digital marketing ដូចគ្នាផងដែរបាទអញ្ចឹង affiliate ហ្នឹងមានន័យថាយើងណែនាំពីណាគេម្នាក់ឲ្យប្រើសេវាកម្មអីមួយយើងបានកម្រៃជើងសារបាទអញ្ចឹងចំពោះ business model ហ្នឹងគឺល្អបាទហើយខ្ញុំក៏ធ្លាប់ធ្វើវាច្រើនដូចគ្នាផងដែរអ្នកនាងបាទគឺខ្ញុំធ្វើច្រើនដូចគ្នាផងដែរបាទហើយក៏បានប្រាក់កម្រៃក៏រៀងគួរសមដូចគ្នាផងដែរចុះឧទាហរណ៍ចាស់ស្ដាយហ្មងបាទរាល់ថ្ងៃហ្នឹងខ្ញុំក៏ធ្វើ affiliate ដូចគ្នាផងដែរនៅពេលដែលខ្ញុំទៅពីការងារខ្ញុំអញ្ចឹងរាល់ថ្ងៃហ្នឹងគឺខ្ញុំអត់នៅពេញទេបាទគឺខ្ញុំ move មកនៅកាឡាឡំពួរបាទអញ្ចឹងខ្ញុំ move មកនៅនេះប្រហែលជាចូលមួយខែជាងបាទមួយខែជាង2ខែបាទខ្ញុំអាចធ្វើការរកបានពី TikTok Shop Affiliate នៅក្នុងប្រទេសម៉ាឡេស៊ីហ្នឹងបាន around 5000 ringgit ជាងបើយើងគិតជាលុយដុល្លារទៅវាប្រហែលជា1200ទីទួយហ្នឹងបាទក្នុងរយៈពេលមួយខែជាងហ្នឹងបាទអញ្ចឹងខ្ញុំអត់ទុកពេលខ្ញុំចោលទេខ្ញុំធ្វើលក្ខណៈaffiliate ហ្នឹងបាទអញ្ចឹងអ្នកទាំងគ្នាធ្វើការ research មើលបន្ថែមបាទនៅស្រុកខ្មែរយើងអត់ទាន់មានទេ TikTok Shop អីហ្នឹងបាទប៉ុន្តែមានជាមួយនឹង platform ជាច្រើនទៀតដែលអាចទទួលឲ្យយើងធ្វើ affiliate ដូចជាតទៅជាមួយការផ្សាយទៅលើ app ផ្សេងៗដូចជា NordVPN ឬក៏អីហ្នឹងដូចជា Open ដូចគ្នាផងដែរតទៅជាមួយនឹងប្រទេសយើងបាទនិយាយទៅគឺមានច្រើនធ្វើការ search មើលបន្ថែមទៅ affiliate marketing សម្រាប់កម្ពុជាយើងហ្នឹងបាទហើយយើង earn តាមអីដែលយើងលក់បានអូខេអញ្ចឹងអ្នកទាំងគ្នាធ្វើការ search មើលបន្ថែមតទៅជាមួយនឹង field មួយហ្នឹងគឺល្អខ្លាំងមែនតើអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យគ្នាយើងគាត់រៀនជាមួយនឹង field មួយហ្នឹងគឺរៀនឲ្យច្បាស់ទៅអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើការធ្វើទៅជាមួយ digital marketing ហ្នឹង make sure ថាអ្នកទាំងអស់គ្នាចេះនិយាយបាទ learn how to talk learn how to speak បាទក្នុងការនិយាយបាទហើយយើងត្រូវ adapt ទៅតាម trend ឲ្យតាន់បាទធ្វើមិនឲ្យតាន់ trend បើយើងដើរក្រោយ trend គេមិនហៅអ្នកទីផ្សារទេអូខេអញ្ចឹងយើងត្រូវធ្វើមិនឲ្យតាម trend ឲ្យតាន់ហើយយើងរៀនតាក់ទងជាមួយនឹងការធ្វើ SEO ហ្នឹងក៏ល្អដូចគ្នាផងដែរ Search Engine Optimization វាក៏តាក់ទងជាមួយនឹង digital marketing ផងដែរហើយការងារមួយហ្នឹងក៏វា highly paid job ដូចគ្នាផងដែរតាក់ទងជាមួយនឹង CRO តាក់ទងជាមួយនឹងការធ្វើ boosting បាទទៅលើ social media ផ្សេងៗហ្នឹងយើងរៀនតាក់ទងជាមួយនឹងការ leverage ទៅលើ cost ដែលយើង spend ទៅលើ ad ហ្នឹងធ្វើមិនឲ្យវាតិចអីចឹងមកគឺមាន technique manager ខ្លាំងមែនតើយើងអាចធ្វើការរៀនបាននៅលើបាទអ៊ីនធឺណិតបាទហើយឃ្លាំងចំណេះដឹងដល់ធំបំផុតហ្នឹងគឺ YouTube ហ្នឹងឯងបាទនិយាយទៅ skill ដែលខ្ញុំរៀនចេះទាំងអស់គឺខ្ញុំរៀនចេញពី YouTube មកទាំងអស់មកនិយាយចឹងត្រង់បាទគឺវាសហបានសឹងតែ 95% អីដែលខ្ញុំមានរាល់ថ្ងៃនេះគឺខ្ញុំយកមកពី YouTube មកទាំងអស់អូខេអញ្ចឹងគឺអ្នកទាំងគ្នាអាចធ្វើការរៀនបន្ថែមទៅបាទហើយយើងខំប្រឹងរៀនហើយយើងអនុវត្តទៀតបាទយើងមិនតែរៀនហើយយើងអត់ធ្វើអាហ្នឹងក៏វាអត់មានជាផ្លែផ្កាយដូចគ្នាផងដែរអូខេអ្នកទាំងគ្នាអញ្ចឹងចំពោះ business model ទី3របស់យើងគឺយើងនិយាយតាក់ទងជាមួយនឹងការធ្វើ drop shipping ប៉ុន្តែគឺយើង focus ទៅលើការធ្វើ modern drop shipping អញ្ចឹងចំពោះ drop shipping ធម្មតាហើយជាមួយនឹង modern drop shipping ហ្នឹងគឺវាខុសគ្នាមិនអ
vậy tới cứ việc mà sẽ khó khăn mà đấy là tao khía còn để thay nhom lên bịa nằm bay ở mờ máu vì unique chừng tới mà chẳng chỉ post dropshipping nhưng đăng ấy mà business model mình đang cứ bạn tập tập miền lợi thế mà miền mau du mà hái mà ta kia nơi ta họ ban đâu họ ngày nữa mà họ ban thong mà đấy mà là sai tại ảnh đạp từ tám sớm mấy càng ok chẳng là tao khía đã tôi chỉ mới nó fan mình thò mua là than cứ mà dropshipping nó cứ đôi khi chẳng mà mình than sớm mấy càng này cả nào chứ là tao khía đã tôi chỉ mới một than cứ thể hiện này chết ba sân mà này tao khía ảnh đạp từ tám nó được cái vòng này trong một sân này là tao khía toàn chết ba vì một than cứ thế ai thưa ca cho từ check mới chỉ mới nó video nhóm là nhóm thưa ca và hai tao khía pi chỉ là a tơ tay mà đóแต่ตอนจะมีการทัวร์ dropshipping นั้นอย่าไปปรำมองไปอย่างเดียวจะเพียร์ซ่าขึ้นมาไอ้ทัวร์การเจอเดี๋ยวเช็คเมื่อวิดีโอหนึ่งบานเมื่อได้จอบเลยมูลฐานคือแบบคือสำคัญครั้งเหมือนกันตัวไม่จะอัปเดตด้านหน้าก็ได้มูลฐานคือนั่นคือวีออดไม่อัปเดตตอนไหนตีแม่จะเอาตอนนี้ทัวร์การเห็นอะไรเจ๊ใช่ป่ะแต่ตัวมูลฐานคือนั่นตื่นโอเคให้เยอะเถอะซักแซ่อะไรนะแม่แต่ตัวมันโมเดล dropshipping นั้นเยอะเถอะซักแซ่จะหมุนนั้นเทคโนโลยีเซ็งๆแต่เมียนไป apply ถึงเลย dropshipping business บ่อยเยอะก็โดยเฉพาะซักแซ่ถึงเลย customer behavior ผ่องได้chẳng customer behavior mình đối với nó muốn là bây giờ dư thua dropshipping được một bốn cho nên website thòng mà đang mà xong rốn siêu còn tỉnh có ở chụp ảnh hàng để bà ta lấy nước siêu hiện tầm rất hình tịch là sao tại miền website mà cho nó như vì lụa là bỏ lỗ vì bao kê chẳng tới mà chẳng thua ai nhiều khác cứ còn ở sơ tục chật mà đấy cho website để mơ máu việc được ở sơ standard với mơ máu đôi chỉ là cái nào website dropshipping chẳng tới mà chắc là nó cứ như thời ca make sure thầy dương build store mới tới hiện trên mốt này mơ máu về transport trên mốt này dương focus từ lơ ca build store chỉ là cái branding store tại cái hai tháng branding front end chẳng tới mà chắc là tao này focus từ lơ ca build ad ở mơ máu về clean ở mơ máu về transport và chắc chỉ buộc ca thua từ website vậy đó thua focus từ lơ ca build từ lơ branding front end ok hai chỉ buộc platform đại nhóm recommend chung cái này mà cái Shopify này mà chắc là tao này ở miền platform là số price trên Shopify này tại trong một sản phẩm này là quan trọng start cho mình dropshipping mà được gọi e-commerce journey bọn là tao này ai thua cái price cho mình platform Shopify mà linkข้าง description cho nên bây giờ tao này chơi linkข้าง description thua cái bạc cái cho mình Shopify account này tao này như số khác mà tới khỏi thua cái bên cho mình email là bọn này tao này hai cái mà tớiข้างของnó thua cái chain đã tới USA tới là bay ai available cho mình function để trang tiết hai này tao này thua cái subscribe cho mình plan ở Shopify ត្រឹមតែ$1ក្នុងមួយខែទេរយៈពេល3ខែដំបូងដល់ពេលអ្នកទាំងគ្នា register តាមរយៈ link ខាងក្រោមហ្នឹងអូខេអញ្ចឹងអ្នកទាំងគ្នាគ្រាន់តែធ្វើការ subscribe ហើយអ្នកទាំងគ្នាអាចធ្វើការបង្កើតជាមួយនឹង online store របស់អ្នកទាំងគ្នាជាមួយនឹង Shopify បានហើយលើ Shopify ងាយស្រួលក្នុងការប្រើប្រាស់ងាយស្រួលក្នុងការ build ហើយ build មកស្អាតដូចគ្នាផងដែរអូខេអញ្ចឹងបើសិនជាចង់ start ជាមួយនឹង e-commerce journey អ្នកទាំងគ្នាកុំភ្លេចប្រើប្រាស់ជាមួយនឹង Shopifyអូខេអ្នកទាំងគ្នាអញ្ចឹងក្រៅពីអ្នកទាំងគ្នាធ្វើការ build ជាមួយនឹង front end របស់អ្នកទាំងគ្នាមើលទៅរៀងស្អាតមើលទៅរៀងទុកចិត្តហើយអីដែលអ្នកទាំងគ្នាគួរតែ keep នៅក្នុងចិត្តហើយត្រូវចាំចំណុចនេះគឺការរើស product អ្នកទាំងគ្នាមកវាជាទូទៅទេប៉ុន្តែខ្ញុំសូមលក្ខណៈយើងម្ដងទៀតយើងរើស product ណាដែលវាជាលក្ខណៈ problem solving ជាលក្ខណៈ product ណាដែលអាចដោះស្រាយបញ្ហារបស់អតិថិជនយើងបានយើងមិនចេះរើសប៉ាណាប៉ាណីតាមអីយើងឆ្លាញ់នោះទេបាទអញ្ចឹងវាជារឿងទូទៅដែលគ្រប់គ្នាត្រូវតែដឹងបាទហើយយើងត្រូវដាប់ទៅតាម trend ដូចគ្នាផងដែរយើងអត់អាច stay behind trend បានទេបាទអញ្ចឹងខ្ញុំឧទាហរណ៍ពីច្រើនឃើញគ្នាយើងដែលគាត់ធ្វើជាលក្ខណៈ one product store គឺធ្វើខុសច្រើនខ្លាំងមែនតើតែម្ដងដែលសារអីគាត់ stick ទៅលើ one product ហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ថាគាត់ធ្វើការបើកជាមួយ store មួយគាត់ស្អាតមក design ស្អាតអីអស់ហើយប៉ុន្តែគឺគាត់អត់ព្រមដាក់ទៅតាម trend ឧទាហរណ៍ថាគាត់លក់ជាមួយនឹងសភៅមួយនេះបាទឧទាហរណ៍សភៅមួយហ្នឹងគឺគេចេញតាំងពីឆ្នាំ2023ឯមកអញ្ចឹងទៅអញ្ចឹងគឺគាត់លក់ជាមួយនឹងសភៅហ្នឹងតាំងពី2023ដល់ឥឡូវហ្នឹងបាទអញ្ចឹងពេលគាត់លក់ដំបូងគឺគាត់លក់រៀងដាច់អីចឹងទៅក្រោយៗមកវាធ្លាក់ sell ទៅតាមហ្នឹងបាទហើយគាត់អត់ព្រមដូរអីទៀតទេគាត់នៅលក់តែមួយហ្នឹងរហូតដល់គាត់គិតថាយ៉ាគឺនឹងមានគេមកទិញអញ្ចឹងទៅបាទឬក៏គាត់អត់ហ៊ានទៅរកមើល product ថ្មីអញ្ចឹងអ្នកនរគ្នាគឺការធ្វើជាមួយនឹង one product store គឺអ្នកនរគ្នាត្រូវតែ adapt ទៅតាម trend បាទមិនមែនថាយើងធ្វើតែ one product store អីផ្សេងៗទៅយើងត្រូវចង់ដូចគ្នាផងដែរប៉ុន្តែជាពិសេសគឺអ្នកដែលធ្វើ one product store បាទអញ្ចឹងបើសិនជាថាវាធ្លាក់ sell ហើយយើងរកមើល product ថ្មីប្រើទៅហើយយើងដាក់ product ថ្មីហ្នឹងដើម្បីឲ្យលក់ថ្មីឲ្យតាមទាន់ trend មកគេអញ្ចឹងទៅអូខេអញ្ចឹងអាហ្នឹងវាជាទូទៅដែលអ្នកនរគ្នាត្រូវតែដឹងគ្រប់គ្នាអរអ្នកនរគ្នាអញ្ចឹងបន្ទាប់ពីអ្នកនរគ្នាបានធ្វើរឿងអស់ហ្នឹងហើយអ្នកនរគ្នាត្រូវ make sure ដូចគ្នាផងដែរថាឥឡូវហ្នឹងគឺអ្នកនរគ្នាក៏ adapt ទៅតាម technology ដូចគ្នាផងដែរអញ្ចឹងឥឡូវយើងដឹងហើយថាគឺសម័យ AI អញ្ចឹងយើងត្រូវការប្រើប្រាស់ AI យកមកជួយយើងក្នុងការយើងធ្វើជាមួយនឹង dropshipping ហ្នឹងដូចគ្នាផងដែរអូខេអញ្ចឹងចំពោះការជួយមិនវិញមកចំពោះ AI គឺខ្ញុំអត់ recommend អ្នកនរគ្នាយកទៅជួយ build store build អីទេគឺវាអត់មានបានការអីទេបាទនិយាយទៅគឺវាអត់មានបានការអីតែម្ដងបាទគ្រាន់តែថាវាជួយ build store មកយើងវាចំណេញពេលតិចតួចប៉ុន្តែគឺអ្នកនរគ្នាបាន skip ជាមួយ
fundamental ដែលអ្នកទាំងអស់គ្នាគួរតែចេះនៅពេលអ្នក build store ហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាអត់មានដឹងអីគេ calculate អីទេនៅពេលអ្នកទាំងអស់គ្នាធ្វើការ build ឲ្យ AI build ឲ្យអូខេអញ្ចឹងគឺខ្ញុំអត់ recommend ក្នុងការឲ្យ AI build store ទេប៉ុន្តែគឺខ្ញុំ recommend អ្នកទាំងអស់គ្នាប្រើប្រាស់ AI ក្នុងការធ្វើទីផ្សារអូខេអញ្ចឹងវាមិនវិញអញ្ចឹងចំពោះ AI អ្នកទាំងអស់គ្នាអាចធ្វើការយកទៅ generate ជាមួយនឹងរូបភាពផ្សេងៗមករូបឬក៏ video ផ្សេងៗឧទាហរណ៍ថាខ្ញុំ list មួយ product មួយហ្នឹងហើយខ្ញុំមានរូបភាពយកមកពី supplier បាទគឺវាមានចំនួនតិចអញ្ចឹងទៅអញ្ចឹងខ្ញុំអាចយករូបភាពហ្នឹងយកដាក់ចូល AI ឲ្យ AI ធ្វើការបង្កើតរូបភាពផ្សេងៗទៀត10 20រូបភាពអញ្ចឹងទៅអញ្ចឹងយើងអាចយករូបភាពទាំងអស់ហ្នឹងទៅ post នៅលើ social media យើងបានបាទអញ្ចឹងអ្នកទាំងអស់គ្នាធ្វើវិធីសាស្ត្របែបហ្នឹងវិញឬក៏អ្នកទាំងអស់គ្នាយករូបភាពទាំងអស់ហ្នឹងទៅ generate ជាលក្ខណៈ video ដូចជា advertising video ឬក៏ UGC video អញ្ចឹងទៅបាទអញ្ចឹងអ្នកខ្ញុំនិយាយនេះគឺប្រតិកាឡាជាមួយនឹង business model ទី1យើងដូចគ្នា AI agency ដែលថា offering ជាមួយនឹង service ធ្វើជាមួយរូបថតposter ឬក៏ធ្វើជាមួយនឹង video អីចឹងបាទអញ្ចឹងបើសិនជាយើងយកអត់ចេះទេយើងអាច hire ពួកគាត់នឹងបានអូខេអញ្ចឹងអ្នកទាំងអស់គ្នាឃើញវាប្រតិកាឡាគ្នាអញ្ចឹងអត់បាទអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំជាម្ចាស់អាជីវកម្មខ្ញុំ open ជាមួយនឹង drop shipping store មួយខ្ញុំចង់វាដែរអញ្ចឹងខ្ញុំរកជាមួយនឹងអ្នកដែលគាត់ធ្វើខាងហ្នឹងឲ្យមកជួយកិច្ចការខាងយើងអញ្ចឹងទៅហើយបើសិនអ្នកទាំងអស់គ្នាចេះទាំងអស់ទៀតហ្នឹងអ្នកទាំងអស់គ្នាអាច handle ខ្លួនឯងបានអូខេអញ្ចឹងវាប្រតិកាឡាគ្នាអញ្ចឹងហើយមួយទៀតអ្វីដែលអ្នកទាំងអស់គ្នាត្រូវដឹងហ្នឹងគឺឥឡូវហ្នឹងគឺអ្នកទាំងអស់គ្នាបាទព្យាយាមហើ platform ឲ្យបានត្រឹមត្រូវចំពោះគ្នាយើងគឺខ្ញុំអត់សូវ recommend អីប្រហែលទេតាក់ទងជាមួយនឹងការធ្វើទៅលើ Facebook បាទដោយសារ Facebook algorithm វាមានប្របាក់ខ្លាំងមែនតើឥឡូវហ្នឹងគឺវាអត់សូវដែរទេអញ្ចឹងសម្រាប់អ្នកដែលគាត់ start គឺខ្ញុំ highly recommend ប្រើជាមួយនឹង platform មួយចំនួនដូចជា IG បាទដូចជា TikTok អីចឹងទៅហើយជាមួយ YouTube Short អញ្ចឹង3 platform ហ្នឹងគឺសំខាន់មែនតើហើយមួយទៀតដែលយើងមិនអាចភ្លេចបានហ្នឹងគឺ Pinterest អញ្ចឹង Pinterest ហ្នឹងយើងអាចធ្វើការ upload ជាមួយរូបភាពផ្សេងៗរបស់ product របស់យើងហើយ link store របស់យើងជាមួយនឹងអីដែលយើងផុសហ្នឹងទៅដើម្បីឲ្យគេទិញហើយ Pinterest គឺមានអ្នកមើលច្រើនដូចគ្នាផងដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការយក social media ទាំងអស់ហ្នឹងហើយយើង focus ទៅលើការ create ជាមួយនឹង short form video បានច្រើនបាទយើងអាចធ្វើការ generate ជាមួយ video ជាមួយ AI ក៏បានយើងទិញ sample មកថតខ្លួនឯងក៏បានដែរប៉ុន្តែ make sure ថាយើងធ្វើទៅលើ platform ទាំងអស់ហ្នឹងបាទអ្នកទាំងអស់គ្នាអាចបាទមានឱកាសក្នុងការ scale បានដោយសារតែ platform អស់ហ្នឹង algorithm វារៀងល្អជាងជាមួយនឹង Facebook អូខេ Facebook គឺតាមក្រោយទេចាំពេលយើងរៀង scale ហើយចាំយើងចូល Facebook តាមក្រោយក៏វាអត់មានជាបញ្ហាអីដែរអូខេអញ្ចឹងអ្នកទាំងគ្នាត្រូវ focus ទៅលើអីដែលខ្ញុំបាននិយាយមុនហ្នឹង alright អ្នកទាំងគ្នាអញ្ចឹងឥឡូវយើងដល់ business model ទី4របស់យើងដែលជា business model មួយដែលពេញនិយមដូចគ្នាផងដែរចំពោះ business model មួយហ្នឹងគេហៅថា SaaS ពាក្យពេញមានន័យថា software as a service ហើយចំពោះ business model មួយហ្នឹងគឺល្អខ្លាំងមែនតើបើសិនជាអ្នកទាំងគ្នាធ្វើការ build ត្រូវគឺអ្នកទាំងគ្នាអាចទទួលបានជាមួយនឹងប្រាក់កម្រៃហ្នឹងគឺល្អខ្លាំងមែនតើមកយើងបានជាប្រចាំខែតែម្ដងបាទអញ្ចឹងចំពោះ business model មួយហ្នឹងគឺយើងពឹងផ្អែកទៅលើ subscription បាទ subscription base របស់យើងបាទអញ្ចឹងឧទាហរណ៍ថាយើងធ្វើការ build ជាមួយនឹង tool មួយបាទដើម្បីជួយជាមួយអាជីវកម្មមួយអញ្ចឹងទៅយើងធ្វើការ build ជាមួយនឹង platform កំសាន្តនានាអញ្ចឹងទៅបាទអញ្ចឹងភ្ញៀវយើងនៅពេលដែលគាត់ធ្វើការទិញហើយគាត់ជាប់ចិត្តជាមួយនឹងសេវាកម្មរបស់យើងគាត់អាចទិញជាលក្ខណៈ subscription ហើយគាត់បង់ជាប្រចាំខែឲ្យយើងបានលុយជាប្រចាំខែពីភ្ញៀវតែម្នាក់ហ្នឹងអូខេអញ្ចឹងនេះគឺជា business model គេហៅថា SaaS ហ្នឹងហើយបាទអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យគ្នាយើងស្រួលយល់ដូចជា platform ដែលពេញនិយមដែលប្រកាសជាគ្នាយើងស្គាល់ច្រើនខ្លាំងមែនតើបាទគឺ platform Netflix បាទចំពោះ Netflix គឺគាត់ធ្វើការ offer ជាមួយនឹង service មួយដើម្បីផ្ដល់ជូនអតិថិជនរបស់គាត់អ្នកដែលគាត់ចង់មើលរឿងពីផ្ទះទៅតាមរយៈទូរស័ព្ទដៃឬកុំព្យូទ័ររបស់គាត់ទៅអញ្ចឹងគាត់អាចធ្វើការ subscribe ជាមួយនឹង plan របស់ Netflix ហើយអាចធ្វើការ enjoy មើលជាមួយនឹងបាទរឿងតាមទូរស័ព្ទដៃរបស់គាត់ទៅអញ្ចឹងបើសិនជាភ្ញៀវគាត់ពេញចិត្តគាត់ធ្វើការ subscribe ជារៀងរាល់ខែឬក៏គាត់ subscribe ជាឆ្នាំអញ្ចឹងទៅហើយយើងបានជាប្រចាំខែបានជាប្រចាំឆ្នាំអញ្ចឹងទៅតាម plan ដែលគាត់ធ្វើការរើសតាម plan ដែលយើងបានដាក់អញ្ចឹងទៅបាទអញ្ចឹងមួយរយៈចុងក្រោយហ្នឹងខ្ញុំសម្គាល់ឃើញថានៅក្នុងប្រទេសកម្ពុជាយើងហ្នឹងគឺមានបងគាត់ធ្វើជាមួយនឹង SaaS ហ្នឹងគឺច្រើនដូចគ្នាផងដែរមូលហេតុនេះបានជាខ្ញុំដឹងមូលហេតុដែលសារខ្ញុំដឹងហ្នឹងគឺដោយសារតែខ្ញុំនេះជា specialist ខាងធ្វើជាមួយនឹង payment gateway ដូចជា software payment Stripe បាទឬក៏មួយនឹង payment ផ្សេងៗទៀតបាទមិនថា payment នៅស្រុកណាក៏ដោយគឺខាងយើងអាចធ្វើការជួយដូចគ្នាផងដែរអញ្ចឹងនៅពេលដែលគាត់ធ្វើជាមួយ SaaS ហ្នឹងគាត់ contact មកខាងយើងហើយឲ្យខាងយើងធ្វើការភ្ជាប់ជាមួយនឹង payment gateway ជូនគាត់អញ្ចឹងបានខ្ញុំដឹងបាទមិនមែនមានតែម្នាក់ពីរនាក់បាទគឺច្រើនខ្លាំងបាទអញ្ចឹងអ្នកខ្លះក៏គាត់ធ្វើការ build ជាមួយនឹង tool ដើម្បីជួយជាមួយនឹងអាជីវកម្មគេផ្សេងៗហើយគេដាក់ជាលក់ជាលក្ខណៈ subscription ឲ្យគេទិញជាប្រចាំខែអញ្ចឹងទៅបាទមានបងខ្លះគាត់ធ្វើការបង្កើតជាលក្ខណៈ website កំសាន្តនានាដូចជាតេស្តជាមួយនឹង IQ បាទធ្វើការទស្សន៍ទាយជីវិតថ្ងៃអនាគតបាទធ្វើការបង្កើតជាមួយនឹង website ក្នុងការ dating អញ្ចឹងទៅបាទអញ្ចឹងគាត់លក់ជាលក្ខណៈ subscription ជាប្រចាំខែជាប្រចាំឆ្នាំអញ្ចឹងទៅបាទអញ្ចឹងគឺមានច្រើនខ្លាំងមែនតើដែលអ្នកទាំងអស់គ្នាអាចរកនឹកបានហើយពាក្យច្រើនខ្ញុំសម្គាល់មើលមក website ដែលពួកគាត់ build ណាគឺគាត់ធ្វើជាមួយ AI ទេបាទអញ្ចឹងអ្នកទាំងអស់គ្នាក៏អាចធ្វើការ start ដូចគ្នាផងដែរបើសិនអ្នកទាំងអស់គ្នាចាប់អារម្មណ៍ជាមួយនឹង business model មួយហ្នឹងដោយសារអីយើងធ្វើត្រូវយើងអាច recurring ជាមួយនឹង subscription យើងហ្នឹងបានជារៀងរាល់ខែឬក៏ឆ្នាំអញ្ចឹងទៅអូខេអញ្ចឹងវាល្អខ្លាំងមែនតើ
អូខេតើគ្នាអញ្ចឹងបើសិនអ្នកនរគ្នាចាប់អារម្មណ៍ជាមួយនឹងការធ្វើជាមួយនឹង SaaS អ្នកនរគ្នាគួរណាស់តែរៀនជាមួយនឹង skill មួយចំនួនដែលអាចជួយអ្នកនរគ្នាក្នុងការbuildជាមួយនឹង SaaS បានអូខេអញ្ចឹងរៀនតាក់ទងជាមួយនឹង product development អ្នកនរគ្នាអាចធ្វើការរៀនតាំងពី0ទៅហ្មងក៏បានឬក៏អ្នកនរគ្នាអាចធ្វើការប្រើប្រាស់ជាមួយ AI ក្នុងការ develop ជាមួយ product របស់អ្នកនរគ្នាក៏បានដែររៀនតាក់ទងជាមួយការធ្វើ sell មួយចំនួនដើម្បីធ្វើការលក់ជាមួយនឹង service របស់យើងរៀនតាក់ទងជាមួយនឹងSaaS metric មួយចំនួនដើម្បីដឹងពី metric របស់ SaaS ក៏ដូចជានិយមន័យមួយចំនួនដូចជា MMR ដូចជា CAC ឬក៏ churn rate អីចឹងទៅអូខេអញ្ចឹងអ្នកនរគ្នាធ្វើការ research មើលបន្ថែមទៅបើសិនជាចាប់អារម្មណ៍ជាមួយនឹងការធ្វើ SaaS អូខេអ្នកនរគ្នាអញ្ចឹងចំពោះ business model ទី5ដែលជា business model ចុងក្រោយរបស់យើងគឺយើងនិយាយតាក់ទងជាមួយនឹង high ticket digital sell អញ្ចឹងចំពោះ business model មួយហ្នឹងក៏ជា business model មួយដែលកំពុងពេញនិយមដូចគ្នាផងដែរហើយក៏ទទួលបានជាមួយប្រាក់កម្រៃច្រើនដូចគ្នាផងដែរតែវា require ជាមួយ experience ច្រើនខ្លាំងមែនទែនតែម្ដងទម្រាំអ្នកនរគ្នាអាចឈានដល់កម្រិតហ្នឹងបានតែហេតុអីបានខ្ញុំលើកឡើងមកនិយាយដោយសារតែមានគ្នាយើងមួយចំនួនគឺគាត់បានធ្វើការសួរខ្ញុំច្រើនខ្លាំងមែនតើតាក់ទងជាមួយនឹង business មួយហ្នឹងអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាមកនិយាយក្នុងវីដេអូហ្នឹងឲ្យហើយតែម្ដងទៅអូខេអញ្ចឹង business model មួយហ្នឹងយើងដើរតួជាយើងសួរស្ដាប់ទៅយើងដើរតួជាអ្នកណែនាំអញ្ចឹងមានជាមួយនឹងក្រុមហ៊ុនមួយចំនួនដែលគេ offer ជាមួយនឹង deal ធំខ្លាំងមែនតើឧទាហរណ៍ដូចគេ offer ឲ្យយើងជួយលក់ជាមួយនឹង system អីមួយគេអញ្ចឹងទៅអញ្ចឹងបើសិនជាយើងរកជាមួយនឹងអតិថិជនឲ្យគេបានបាទយើង close ជាមួយនឹង deal ហ្នឹងបានគឺអ្នកទាំងគ្នានឹងទទួលបាន commission ពីក្រុមហ៊ុនហ្នឹងបាទអញ្ចឹង commission ហ្នឹងមិនមែនបាន10-20ដុល្លារឬក៏100-200អត់ទេ deal មួយគឺបានច្រើនខ្លាំងមែនទែនបានច្រើនបានគេហៅថា high ticket sell ហ្នឹងបាទអញ្ចឹងចាប់ពី$800ឡើងទៅ deal ខ្លះអាចដល់$10000ក៏មានដូចគ្នាផងដែរតែតាមផ្សាយដែលយើង offer ឲ្យគេហ្នឹងបាទទៅតាមអីដែលយើងclose ឲ្យគេបានហ្នឹងអូខេអញ្ចឹងអ្នកទាំងគ្នាចំពោះ offer មួយគឺធំខ្លាំងមែនទែនបាទគឺថ្លៃខ្លាំងមែនទែនចំពោះ system មួយឬក៏អីដែលយើងលក់ឲ្យគេមួយហ្នឹងមិនមែនតែ system ទេបាទមានច្រើនខ្លាំងមែនទែននេះឧទាហរណ៍នេះឲ្យគ្នាយើងស្រួលយល់អញ្ចឹងវាមានតម្លៃថ្លៃអញ្ចឹងបើសិនជាយើងលក់បានយើងក៏បាន commission ទៅតាមហ្នឹងផងដែរហើយអីដែលលំបាកហ្នឹងយ៉ាងនេះដឹងស្រាប់យើងលក់របស់ថ្លៃអតិថិជនរបស់យើងក៏មិនអ្នកធម្មតាដូចគ្នាផងដែរបាទអញ្ចឹងអ្នកទាំងគ្នាត្រូវមាន skill ខ្លាំងមែនទែន experience ខ្លាំងមែនទែនតាក់ទងជាមួយនឹងការលក់បាទជាពិសេសការលក់ការនិយាយបញ្ចុះបញ្ចូលឲ្យភ្ញៀវយើងដឹងពីកលកលៀតនៃអ្វីដែលយើងនឹងលក់ឲ្យគេបាទយើងបញ្យល់ណែនាំគេយើងចេះបញ្ចុះបញ្ចូលគេបាទនៅពេលយើង close deal នឹងបានគឺអ្នកទាំងគ្នានឹងទទួលបានជាមួយ commission ដ៏ច្រើនដែលគេ offer ហ្នឹងហើយអូខេហើយចំពោះ offer ផ្សេងៗអ្នកនេះគឺមានច្រើនខ្លាំងមែនទែនធ្វើការ research មើលបន្ថែមបានគឺគេ offer មករហូតហើយគេអត់ខ្វល់ថាអ្នកទាំងគ្នាមិនទេសំខាន់ឲ្យអ្នកទាំងគ្នាលក់ឲ្យគេបានបាទចំពោះ requirement មួយចំនួនបាទក្រុមហ៊ុនខ្លះគេ require អញ្ចឹងទៅប៉ុន្តែក្រុមហ៊ុនខ្លះគឺគេអត់មាន require ទេគេសំខាន់ឲ្យអ្នកលក់ឲ្យគេបានអ្នកអត់យក commission ហ្នឹងទៅអូខេអញ្ចឹងអាចធ្វើការ research មើលបន្ថែមតាក់ទងជាមួយនឹង business model មួយហ្នឹងដោយសារមានគ្នាយើងសួរច្រើនដូចគ្នាផងដែរអញ្ចឹងអាចធ្វើការ research មើលបន្ថែមទៅដោយសារខ្ញុំគិតថាវាក៏ល្អដែរបើមិនអ្នកទាំងគ្នាមាន skill តាក់ទងមួយការលក់អ្នកទាំងគ្នាគឺខ្លាំងអូខេអញ្ចឹងចំពោះវីដេអូថ្ងៃនេះគឺមានប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងគ្នាអញ្ចឹងកុំភ្លេចជួយ subscribe ដល់មួយផងចាំជួបគ្នានៅវីដេអូក្រោយទៀត